Thế này chân dương show từ đó miền thị 4 đại dương nâng một sắc xa pi artboard chân là con cam thì Photoshop dương ai tập ra artboard làm bảy thừa cả nghĩa từ lừa cả cái pre hôm rồi có dương miền sơn page chân dương ai thừa cả pra tool artboard bà chân nơi cái này nếu nhom đừng còn vô làm ad ông pi cái pra artboard thuốc là con cam thì ở đâu Photoshop chân một lần dân show từ artboard từ Orkney để Orkney thừa cả show từ con về điện thị 4 thì thừa cả download từ lứaรูปពីនេះនៅក្នុងនេះមាន file Photoshop អ្នកនរអាចធ្វើការ download តាំងពី file ហ្នឹងទៅហើយយើងយកវាទៅបើកមកកម្មវិធី Photoshop នេះអូខេអញ្ចឹងវាមានដូរនេះមួយយើងបើក file មួយទៀតអញ្ចឹងយើងបើក file ពីរនេះនេះ file នេះមួយជាមួយនឹង file នេះមួយណាហើយអ្នកនរធ្វើការលុបខ្ញុំអាចលុប file នេះចេញយើងអាចចុច control W ឬក៏ command W ដើម្បីធ្វើការលុបអូខេអញ្ចឹងអ្នកនរមើលឃើញ file ទី1គឺជា file ធម្មតាដែលយើងអត់ទាន់ convert វាទៅជា artboard ទេអញ្ចឹងដើម្បី convert វាទៅជា artboard បានអ្នកនរធ្វើការមកស្ដាំលើ move tool របស់យើងយកពាក្យថា artboard អូខេតើមកអ្នកនរយក mouse របស់យើងទៅអូសលើ artboard ណាយើងចង់បានទំហំប៉ុណ្ណាយើងយកវាអូសទៅអូខេអញ្ចឹងយើងចង់បានទំហំប៉ុណ្ណេះនៅនេះឃើញទេអញ្ចឹងយើងបាន artboard មួយឯងហើយខ្ញុំអាចធ្វើការ copy artboard មួយនេះដាក់លើ artboard មួយនេះដោយយើងគ្រាន់តែទាញទៅថាឥឡូវខ្ញុំចង់បាន artboard មួយនេះណាខ្ញុំចង់យក artboard មួយនេះមកដាក់ចូលក្នុង artboard social media អញ្ចឹងខ្ញុំចុចត្រង់កន្លែង artboard នេះហើយខ្ញុំទាញទៅលើ artboard document ទី1នេះហើយខ្ញុំអត់ទាន់លេងណាអ្នកនរអញ្ចឹងយើងដាក់មកឲ្យចំកន្លែងនេះហើយបានយើងលេងអញ្ចឹងយើងតម្លាក់ទៅយើងនឹងទទួលបាន file ណាអូខេវាអាចនឹងខុសតិចតួចអញ្ចឹងយើងអាចធ្វើការទាញវាឲ្យវាត្រូវវិញបានណាហើយយើងអាចធ្វើការ move object របស់យើងណាយើងអាចធ្វើការ move object របស់យើងផ្សេងៗទៀតបានអូខេហើយវិធីសាស្ត្រទី2តោះថាខ្ញុំចង់ទាញ artboard នេះទៅចូលក្នុង artboard នេះអញ្ចឹងយើងមើល artboard នេះណា artboard នេះយើងអាចធ្វើការទាញវាដោយយើងធ្វើការ duplicate អញ្ចឹងយើងអាចមកស្ដាំលើ artboard មកស្ដាំលើ artboard យើងយកពាក្យថា duplicate artboard ហើយត្រង់កន្លែងនេះអ្នកនរគ្នារើសនេះត្រង់កន្លែង document ហ្នឹង document ហ្នឹងបើយើងចង់ copy ទៅណាបើសិនជាយើងចុចលើពាក្យថា social media banner នេះមានន័យថាយើង copy artboard ហ្នឹងមួយទៀតដោយនៅក្នុង document ដែរតែកន្លែងនេះខ្ញុំចង់ duplicate artboard ហ្នឹងហើយប៉ុន្តែឲ្យវាចូលទៅក្នុង artboard មួយនេះចូលទៅក្នុង file មួយទៀតដែលមានឈ្មោះថា social media ហ្នឹងអញ្ចឹងយើងរើសទៅកន្លែង document យើងយកពាក្យថា social media ហើយកន្លែងនេះយើងយក canvas យើងចុច OK អញ្ចឹងអ្នកនាងចូលទៅក្នុង file របស់យើង canvas នេះយើងឃើញទេអញ្ចឹងវានឹង copy artboard ហ្នឹងចូលទៅក្នុង artboard document មួយទៀតណាអញ្ចឹងយើងអាចធ្វើការទាញវាកន្លែងនេះអ្នកនាងធ្វើការទាញយើងចុចត្រង់កន្លែង artboard នេះយើងចុចត្រង់កន្លែង artboard ឈ្មោះ artboard នេះយើងអាចទាញវាមកស្ដាំឬក៏យើងទាញទៅកន្លែងណាដែលយើងចង់បានណាអូខេអញ្ចឹងយើងអាចទាញមកយើងអាចសេរីវាបានអូខេអញ្ចឹងអ្នកនរចូលទៅមើលរបៀបនៃការប្រើប្រាស់ artboard ទាំងអស់គ្នាអញ្ចឹងខ្ញុំអាចទៅ move tool ខ្ញុំចុច shift អក្សរ2ណាទៅ move tool វិញអូខេអញ្ចឹងយើងមើលនៅខាងស្ដាំនេះនៅក្នុង layer នេះគឺមាន artboard ច្រើនមែនទែនណាអញ្ចឹងបើសិនជាយើងចង់ធ្វើការមើល artboard ទាំងអស់ហ្នឹងយើងអាចមានន័យថាខ្ញុំចង់មើលឃើញទៅ artboard ទាំងអស់មិនមែនយើងអាចចុចcollab វាមានន័យថាយើង hidden layer ទាំងអស់វាចូលក្នុង artboard អញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចដូចខ្ញុំយើងចុចមួយក៏បានយើងចុចត្រង់កន្លែងនេះមួយឬក៏វិធីសាស្ត្រទី2យើងចុចចេះយើងមានវិធីសាស្ត្រមួយដែលយើងចុចទៅវា hide layer ទាំងអស់ចូលក្នុង artboard យើងចុច control ឬក៏ command ឲ្យជាប់ហើយយើងចុចត្រង់កន្លែងសញ្ញាព្រួញចុះក្រោមនេះវានឹងធ្វើការ hide layer ទាំងអស់ដោយ show តែ artboard ទេត្រង់កន្លែងហ្នឹងអូខេអញ្ចឹងយើងអាចធ្វើការកែពណ៌ប្រែពណ៌ឬក៏យើងចង់កែប្រែទំហំឬក៏យើងចង់កែប្រែឈ្មោះរបស់ artboard បានណាយើងគ្រាន់តែចុចលើ artboard នីមួយៗយើងអាចមើលឃើញពីឈ្មោះឬក៏ទំហំរបស់ artboard របស់យើងបានណាហើយយើងអាចមើលឃើញឈ្មោះនិងទំហំត្រង់កន្លែងយើងឃើញឈ្មោះហើយយើងមើលឃើញទំហំត្រង់កន្លែង layer នេះណាអញ្ចឹងយើងអាចកែប្រែទំហំយើងអាចកែប្រែឈ្មោះបាន